នេះក៏ត្រកវល់ក៏ត្រកវល់មិននៅស៊ីមរៀបនៅបាត់ដំបងចង់ជិះមើលថ្ងៃនេះស្ទះផ្លូវចិត្តដល់ថ្ងៃចូលឆ្នាំខ្មែរអីចាប់ដើមមកស្ទះផ្លូវបដាជិះម៉ូតូដៃមួយកាន់កាមេរ៉ាបដាថតបដាអូខ្ញុំជិះថតស្រីហើយបង្កាំងដែរបាក់ឡៃណៃយ៉ាប់ទេចឹងកាន់នេះចឹងអ្នកនរគ្នាឥឡូវគឺយើងជិះម៉ូតូទៅខាងសួនសន្តិភាពសួនសិល្បៈហើយនៅតាមផ្លូវស្ទះសាហាវដោយសារតែវាថ្ងៃនេះវាគៀកនឹងថ្ងៃចូលឆ្នាំខ្មែរអញ្ចឹងមនុស្សមកលេងច្រើនបាត់ដំបងហើយចង់ថតឲ្យបានឃើញបន្តិចចាំមើលថ្ងៃចូលឆ្នាំខ្មែរនៅខាងបាត់ដំបងយើងគេមានរៀបចំជាមួយនឹងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី2026ហើយមានព្រាមទទួលស្វាគមន៍ភ្ញៀវទេសចរមកពីតាមបណ្ដាខេត្តផ្សេងៗហ្នឹងបានមកទស្សនាខេត្តបាត់ដំបងអញ្ចឹងនេះតាមបណ្ដាផ្លូវសួនសម្ដេចសោខេងនៅខាងផ្លូវស្ទឹងសង្កែខាងវត្តសង្កែហើយយើងធ្វើដំណើរតាមត្រង់ហើយចង់ថតពីទស្សនវិជ្ជានៅតាមផ្លូវឲ្យបងប្អូនបានឃើញផងដើម្បីជាព័ត៌មានមួយអាប់ដេតឲ្យបងប្អូនបានឃើញពីទស្សនវិជ្ជាក្នុងបាត់ដំបងឆ្នាំ2026គឺបែបនេះអញ្ចឹងបងប្អូនអាចមកទស្សនាក្នុងវីដេអូនេះបានពីទស្សនវិជ្ជាដែលខ្ញុំបានជិះមួយនេះហើយវីដេអូក្រោយយើងឈាមថតឲ្យបានច្រើនតាមអ្វីយើងអាចធ្វើបានបងប្អូនទាំងគ្នាដាក់ថតកាមេរ៉ាពីការលក់ដូរផងទៅកុំឲ្យវានេះពេកនេះគឺបែបនេះឯងអាកន្លែងនេះគឺអត់ទៅស្ទះកន្លែងមុនហ្នឹងគឺស្ទះខ្លាំងទេកន្លែងលក់ចំណីអាហារតាមផ្លូវនេះស្ទះខ្លាំងដោយសារតែមានប្រជាពលរដ្ឋច្រើនមកទិញជាមួយនឹងអីវ៉ាន់ឬក៏ដើរទស្សនា relax នាពេលងាយអញ្ចឹងណាហើយមិនតាន់ដល់ថ្ងៃចូលឆ្នាំមែនទេប៉ុន្តែបច្ចុប្បន្ននេះឃើញគេមកទិញអីវ៉ាន់ច្រើនដើរច្រើននៅតាមផ្លូវវាធ្វើឲ្យមានមនុស្សល្អច្រើនអញ្ចឹងនៅកន្លែងនេះកន្លែងលក់ស៊ុបបែបចិនកំហៀនកត្រកវល់ឬក៏ស៊ុបហតថតដែរគេមានលក់ច្រើនមែនទេនៅក្នុងបាត់ដំបងឆ្នាំនេះបើឆ្នាំមុនគឺមានដល់ផ្លូវមុខនៅមុខធីងនៅដល់ស្ពានគៀនពេទ្យធំប៉ុន្តែឥឡូវនេះគឺសួននោះកន្លែងតាំងពីពណ៌ដោយសារតែធ្វើហើយអញ្ចឹងគឺគេមកធ្វើនៅតាមបណ្ដាផ្លូវនេះវិញហើយផ្លូវសួននោះគឺជាសួនថ្មីអញ្ចឹងគេអត់មានតាំងដាក់តាំងពីពណ៌កុបិតប៉ោងទេបងប្អូនតាទេអញ្ចឹងនៅខាងនោះលែងមានតាំងពីពណ៌កុបិតប៉ោងលែងមានលក់ចំណីអាហារទៀតហើយអញ្ចឹងអូខេតោះយើងទស្សនាវីដេអូទៀតទៅនេះដល់យើងដល់ស្ពានតែយើងធ្វើដំណើរឆ្លងស្ពានស្ទឹងសង្កែស្ពានដៃចាស់ពីមកឡើយនេះស្ពានដៃចាស់ប៉ុន្តែឥឡូវគេបានធ្វើថ្មីគេហៅស្ពានថ្មថ្មីហ្នឹងទៅហើយខ្ញុំនឹងទៅកន្លែងផ្កាដំបូងនេះនោះឲ្យបងប្អូនបានឃើញកន្លែងគឺជាកន្លែងសួនសិល្បៈដែលគេរៀបចំធ្វើឡើងចិត្តរួចរាល់ហើយបងប្អូនទាំងនេះតែពេលធ្វើរួចគឺខ្ញុំនឹងថតឲ្យបងប្អូនបានឃើញបន្ថែមទៀតតែឥឡូវយើងជិះម៉ូតូដល់ផ្ទះយើងហើយយើងនឹងធ្វើការឈប់នៅកន្លែងហ្នឹងអង្គុយលេងជាមួយគ្នាយើងហើយមានការតុបតែងជាមួយនឹងពូភ្លើងអមសងខាងផ្លូវអញ្ចឹងតាក់ទាញខាងនេះតាក់ទាញតុកហ្នឹងហើយអត់ទៅផ្ទះទេបងតុកម៉ូតូនៅសួនហើយយើងទៅរកគ្នាយើងប្រៃមើលគ្នាយើងនៅណាយើងមើលសិនមើលតែតែមានកន្លែងតុកនេះយើងនៅណាដូចជាអញ្ចឹងវានៅសួននេះអញ្ចឹងយើងអាចឈប់នៅតាមសួននេះបានបងប្អូនដល់នេះសួនសិល្បៈមានគេលក់ចំណីអាហារនៅតាមផ្លូវច្រើនដែរតោះណាឃើញអត់គេក្រាកតែលក់អីទេណាគ្នាយើងរត់ឃើញអានេះខ្ញុំមករកគ្នាបងប្អូនតានេះខ្ញុំមករកគ្នាខ្ញុំនៅនេះមានដែរអត់បានមើលណៃរមមើលតែមើលឃើញអត់សួនសិល្បៈខ្ញុំរកគ្នាតែវិញគ្នាទៅខាងនោះហ្នឹងហេតុអ្វីបានជាធ្វើបែបធ្វើដូច្នេះនេះសួនសិល្បៈនេះនៅក្នុងក្រុងបាត់ដំបងរបស់យើងខ្ញុំថតវីដេអូឲ្យបានច្រើនឥឡូវ5នាទីបងប្អូនវីដេអូនេះ5នាទីហើយទស្សនវិជ្ជាពេលជប់គឺបែបនេះអានេះធ្វើមិនតាន់ហើយព្រោះតែធ្វើឲ្យគេដាក់ភ្លើងដាក់អីទៀតទៅស្អាតស្អាតទេអូឈ្ងុយនៅបាត់ដំបងឈ្ងុយក្អូប
นี้กี้เชียดโลคนใหม่กระโปรงแต่ใหม่ต้องใส่ชกเข้าขลายนิดนึงอย่างไม่chi một giờ à đằng ấy cho thay cái máu muốn giờ này mà giờ được chăm cái này cài vậy đó cái dân bọn tay cài biết mong con tạc này nhiều trộn này giờ dân trộn này giờ sánh 200 giờ to tận nào tận này tiền chứ